ចាសម្រាប់ទឹកចិត្តឪពុកម្ដាយនៅក្នុងលោកគឺតែងតែចង់ឃើញកូនមានសុខសុភមង្គលចាឬក៏ពន្លឺជីវិតភ្លឺស្វាងអីបែបនឹងឯងដរាបណាបើសិនជាកូនរស់នៅត្រាំត្រែងជាមួយនឹងទុក្ខវេទនាឪពុកម្ដាយគ្រប់រូបក៏មិនសប្បាយចិត្តដែរចាហើយសម្រាប់រឿងនេះផងគឺតមកពីអេពីសូតទី35ហើយមកដល់វគ្គនេះគឺថាកាន់តែម្នាក់ដុបដាក់ទៅឯងបងប្អូនចាកាលពីវគ្គមុនគឺបងប្អូនបានដឹងហើយថាព្រះអង្គម្ចាស់កាមេរ៉ាសាម៉ាន់ដោយសារតែភ្ញាក់ពីដំណេកទៅគឺមិនបានឃើញស្ត្រីដែលខ្លួនឃើញពីយប់ហ្នឹងអញ្ចឹងទៅគឺពិបាកចិត្តរករឿងអ្នកដទៃពេញតនឹងតែម្ដងឪពុកនោះឡើងពិបាកចិត្តខ្វល់ខ្វាយចាមិនដឹងថាទៅរកស្ត្រីដែលកូនបានជួបនឹងទៅនៅពីណាមកអញ្ចឹងណាចាហើយសម្រាប់ថ្ងៃនេះផងគឺមកដល់វេននេះស្ត្រីបាឌួចាព្រះនាងក៏មិនខុសពីព្រះអង្គម្ចាស់កាមេរ៉ាសាម៉ាន់ដែរព្រឹកព្រលឹមស្រាងឡើងពេលហ្នឹងគឺថាពេលដែលព្រះនាងដឹងបកាយក៏លើកមើលឆ្វេងមើលស្ដាំអត់ឃើញព្រិបុត្រាពេលហ្នឹងគូថាស្រែកហៅមេដោះចាថាមេដោះនៅឯណាអញ្ចឹងណាអញ្ចឹងទៅមេដោះក៏រត់មកទៅហេបទៅហបថាតើនាងមានការអីដែរបានហៅខ្ញុំម្ចាស់មកបែបនេះអញ្ចឹងណាថាឯណាទៅអ្នកកំឡោះដែលខ្ញុំបានគេងជាមួយប្រយុទ្ធមិញអញ្ចឹងទៅគឺមេដោះនឹងគាត់ស្រឡាំងកាំងគាត់ថាអ្នកកំឡោះណាព្រះនាងព្រោះអីខ្ញុំម្ចាស់នៅផ្ទុំចិត្តក្រែព្រះនាងនឹងតាំងពីយប់មកដល់ឥឡូវនឹងឃើញតែព្រះនាងនៅតែអង្អែងឯកាអត់មានអ្នកណានៅក្បែរព្រះនាងទេព្រះនាងក៏និយាយលេងសើចចឹងខ្ញុំម្ចាស់ភ័យណាស់អញ្ចឹងថាលោកយាយមេដោះខ្ញុំមិនមែននិយាយលេងសើចទេគឺខ្ញុំពិតជាបានផ្ទុំចិត្តបរោះម្នាក់មែនណាបរោះនឹងថែមទាំងមានរូបសម្បត្តិល្អអត់មានកន្លែងទាស់ទេអញ្ចឹងទៅមេដោះនឹងថាអត់ទេព្រះនាងផ្ទុំតែម្នាក់ឯងពិតមែនដូច្នេះហើយខ្ញុំម្ចាស់ពិតជាមិនដឹងពេលហ្នឹងគឺថាព្រះនាងចាប់ផ្ដើមខ្ញាល់បងប្អូនខឹងពេលដែលខឹងទៅគូថាចាប់ផ្ដើមវាយទៅលើមេដោះនឹងអញ្ចឹងបងប្អូនហើយមេដោះនឹងគាត់រួចថាគាត់យំគាត់ឈឺអញ្ចឹងណាហើយចេះតែវាយអត់ឈប់អញ្ចឹងទៅគឺមេដោះនឹងរបៀបថាប្រឹងរត់ណាបងប្អូនរត់ឲ្យរួចពីកដាប់ដៃពនាងទៅព្រួយពនាងកំពុងតែរបៀបថាខឹងខ្លាំងទៅលែងគិតអីតែម្ដងពេលហ្នឹងគឺថាមេដោះបានរត់នោះទៅដល់កន្លែងដំណាក់របស់ព្រះមហេសីចាព្រះមហេសីហ្នឹងគឺត្រូវជាមេដារបស់ពនាងនឹងឯងចាពេលហ្នឹងគឺថាព្រះមហេសីក៏ភ្ញាក់ដែរជាមួយនឹងឃើញមេដោះរត់មកទៅហេបថប់សួរថាមេដោះមានការអីបានជារត់មករបៀបទៅហេបថប់អញ្ចឹងថាអូយព្រះមហេសីជួយខ្ញុំម្ចាស់ផងព្រះនាងឥឡូវនេះពិតជាគេហៅថាជំងឺរើឡើងហើយគឺថាមិនព្រមស្ដាប់ខ្ញុំម្ចាស់ទូលការពិតអីទេគិតតែពីខឹងហើយមើលវាយខ្ញុំឡើងដល់ថ្នាក់នេះហើយព្រះមហេសីរបៀបថាអាណិតមេដោះថាហេតុអីបានជាបុត្រីធ្វើដល់ថ្នាក់នេះអញ្ចឹងមេដោះឆាប់នាំខ្ញុំទៅរកបុត្រីខ្ញុំអញ្ចឹងពេលហ្នឹងក៏ធ្វើដំណើរទៅដល់បន្ទប់ហើយពេលគ្រាន់តែទៅដល់ទៅគឺថាព្រះនាងបានថ្វាយបង្គំព្រះមេដាអញ្ចឹងណាថាព្រះមេដាឆាប់ឲ្យបរោះដែលខ្ញុំបានជួបប្រយុទ្ធមិញត្រឡប់មកវិញមកអញ្ចឹងណាកុំលាក់គេទុកអីទេបុត្រមេដាអត់ដឹងរឿងទេគ្មានអ្នកណាយកបរោះម្នាក់នឹងទៅលាក់នៅឯណាទេកូនចេះតែសម័យឬក៏កូនសុបិនតែដឹងអញ្ចឹងពេលនោះគឺពនាងអត់ទេពនាងគាត់តែពីររឿងគេឯងអញ្ចឹងណានឹងឲ្យចង់ជួបតែបរោះម្នាក់នឹងឯងចាហើយអញ្ចឹងទៅក៏របៀបថាព្រះមេដាដល់និយាយបុតអត់ស្ដាប់ដែរក៏របៀបថាធ្វើដំណើរចេញទៅវិញនោះក៏ទៅថ្វាយបង្គំព្រះស្វាមីថាព្រះស្វាមីជួយខ្ញុំម្ចាស់ផងបុត្រយើងឥឡូវនេះគឺថាអាការៈវិកលចរិតនឹងគឺធ្ងន់ធ្ងរណាស់គ្មានអ្នកណាម្នាក់និយាយស្ដាប់គ្នាអត់បានតែម្ដងអញ្ចឹងណាពេលហ្នឹងព្រះអង្គកាយអ៊ូហេតុតែស្រឡាញ់បុត្រីពេលលឺបែបនេះគឺបារម្ភខ្លាំងហ្នឹងហើយដោយសារតែយកពនាងលាក់នៅក្នុងប្រាសាទហ្នឹងដោយសារគិតថាពនាងហ្នឹងមិនព្រមរៀបអភិសេកប្រហែលជាពនាងហ្នឹងកើតជំងឺអីហើយអញ្ចឹងណាហ្នឹងហើយដល់ពេលឥឡូវឮថាពនាងហ្នឹងកំពុងតែអុកលុកគេឯងអញ្ចឹងគឺព្រះអង្គព្រួយបារម្ភអញ្ចឹងក៏ធ្វើដំណើរយ៉ាងលឿនទៅចាពេលចូលទៅដល់គឺថាបុត្រីថ្វាយបង្គំព្រះបិតារួចហើយក៏ថាព្រះបិតាឲ្យបុត្រសុំ
ការភ័យទោសពីបិតាផងការពីលើកមុនគឺថាបុត្របានប្រកែកនឹងបិតាមិនព្រមរៀបអភិសេកតែឥឡូវនេះបុត្រយល់ព្រមហើយឲ្យតែព្រះបិតាព្រមបកុលបរោះម្នាក់នោះឲ្យមកកូនមកអញ្ចឹងពេលនឹងព្រះអង្គគិតថាកូនកំពុងតែនិយាយអ្វីនឹងបិតាមិនយល់ទេគ្មានអ្នកណាគេយកបរោះនឹងលាក់ទេអញ្ចឹងកូនកំពុងតែវង្វេងវង្វាន់ហើយពីមុនបិតាគិតថាកូនមិនមានជំងឺអីធ្ងន់ធ្ងរប៉ុន្តែមកដល់ថ្ងៃនេះទើបបិតាកាន់តែជ្រាបច្បាស់ថាកូនមានជំងឺធ្ងន់ធ្ងរមិនអាចព្យាបាលបានទេអញ្ចឹងព្រះបិតាឥឡូវនេះបើព្រះបិតាមិនជឿសម្ដីកូនព្រះបិតានេះមើលព្រះទម្រង់ដែលនៅនឹងដៃកូននេះអញ្ចឹងក៏ហុចដៃឲ្យបិតាមើលព្រះបិតាមើលទម្រង់នេះមិនមែនជារបស់កូនទេតាំងពីដើមមកហើយពេលព្រះអង្គក៏លេចមើលទៅថាអូតាមពិតចិញ្ចៀននេះគឺជាក្បូរក្បាច់របស់មនុស្សប្រុសពិតមែនអញ្ចឹងហើយចុះតើបុរសណាដែលគេមកដេកជាមួយកូនពីយប់មិញនេះពេលនោះនាងស្រាប់តែខឹងតែម្ដងថាហេតុអីបានជាបិតាសួរបកមកកូនវិញអញ្ចឹងក្រែងជាមនុស្សដែលបិតាបញ្ជូនមកមិនអញ្ចឹងហេតុអីបានជាព្រះបិតាមកសួរកូនពេលនោះព្រះអង្គកវីក្បាលថាកូនពិតជាធ្ងន់ធ្ងរណាស់ព្រះអង្គទោះជាស្រឡាញ់បុត្រីយ៉ាងណាក៏ដោយក៏ប៉ុន្តែមិនអាចទុកឲ្យបុត្រីនៅបែបនេះទេថាកូនគឺជាក្សត្រីនៃខត្តយៈត្រកូលតែកូនបែរជាធ្វើចារឹកកាយវិការមិនសមសួនបែបនេះកូនវាយទាំងអ្នកបម្រើប្រចាំខ្លួនរបស់កូនកូនប្រើអំពើខូខើយងក្នុងបែបនេះបានដោយរបៀបណាឪពុកពិតជាខកបំណងនឹងកូនណាបានបើសិនជាកូនធ្វើចរិតបែបនេះឪពុកក៏មិនព្រមឈមមើលនឹងភ្នែកទទេដែរក៏ដាក់បញ្ជាយ៉ាងតឹងរឹងគឺថាឲ្យយកច្រវាក់យកមកដាក់ពនាងទៅព្រោះអីពនាងឥឡូវគ្មានអ្នកណាគេនិយាយស្ដាប់ទេហើយពេលនោះគឺថាម្នាក់មិនអាចខាត់ព្រះអង្គបានទេដែលបញ្ជាអញ្ចឹងរួចហើយគេក៏ដាក់ច្រវាក់ជើងពនាងឡើងជាប់អញ្ចឹងណាហើយឃុំពនាងនៅក្នុងប្រាសាទនឹងពេលនោះគឺព្រះអង្គធ្វើដំណើរចេញទៅវិញយ៉ាងលឿនហើយបានទៅបើកអង្គប្រជុំយ៉ាងធំមួយហើយព្រះអង្គបានដាក់បញ្ជាថាពួកអស់លោកយើងសូមប្រកាសថាឥឡូវនេះមិនថាជាអ្នកណាទេមានឋានៈជាអ្វីមុខមាត់បែបណាយើងលែងប្រកាន់ហើយឲ្យតែអាចព្យាបាលបុត្រីរបស់យើងជាយើងនឹងរៀបអភិសេកអ្នកនោះឲ្យធ្វើជាស្វាមីរបស់បុត្រីរបស់យើងក្នុងគូថាម្នាក់មើលមុខគ្នាអញ្ចឹងណាចុះបញ្ជាដាក់មកបន្តបងប្អូនបន្តមកទៀតគឺថាមានមន្ត្រីចាស់ម្នាក់ឡើងស្កើប្រងឲ្យបងប្អូនចង់គ្រប់គ្រងផែនដីផងបងប្អូនរបៀបថាពេលណាដែលព្យាបាលជំងឺបុត្រីជាគឺអាចឡើងសោយរាជហើយបានរៀបការជាមួយនឹងកូនស្ដេចទៀតដល់អញ្ចឹងទៅសេចក្តីលោភលន់ហួសប្រមាណហ្នឹងគឺធ្វើឲ្យមានមន្ត្រីចាស់ហ្នឹងគឺឡើងថាក្រាបថ្វាយបង្គំព្រះអង្គឥឡូវនេះទូបង្គំស្ម័គ្រចិត្តទៅព្យាបាលរោគឲ្យព្រះនាងពេលហ្នឹងហើយគឺព្រះអង្គថានេះមិនមែនជារឿងលេងសើចទេលោកហើយរួចហើយយើងក៏មានបទបញ្ញត្តិមួយដ៏តឹងតែងយើងមិនឲ្យនរណាបានរបស់វិសេសវិសាពីយើងទៅដោយងាយឡើយគឺត្រូវតែមានខុសសន្យានឹងគ្នាប្រសិនណាបើលោកអាចព្យាបាលបុត្រីរបស់យើងជាយើងនឹងបកគលរាជបល្ល័ង្ករបស់យើងនិងបុត្រីរបស់យើងឲ្យទៅអ្នកឯងក៏ប៉ុន្តែបើអ្នកឯងមិនអាចព្យាបាលបុត្រីយើងជាទេយើងនឹងប្រហារជីវិតអ្នកឯងដើម្បីទុកជាមេរៀនដល់មនុស្សក្រោយកំពុងតែតម្រង់ជួរចង់មកព្យាបាលបុត្រីរបស់យើងអញ្ចឹងណាបើយើងមិនធ្វើដូច្នេះទេគឺយើងមិនសមគួរជាស្ដេចផែនដីយើងនិយាយម៉ាត់ណាគឺម៉ាត់នឹងហើយចឹងទៅគឺថាមន្ត្រីចាស់នឹងគាត់លែងគិតដែរគាត់ថាគាត់យល់ព្រមប្រសិនណាបើគាត់មិនអាចព្យាបាលជាទេគាត់សុខចិត្តឲ្យព្រះអង្គប្រហារជីវិតចឹងណាអញ្ចឹងក៏គេចាប់ដើមនាំមន្ត្រីចាស់នឹងយកទៅចាពេលគ្រាន់តែទៅដល់ដំណាក់ពនាងភ្លាមពេលហ្នឹងគឺថាមន្ត្រីចាស់គិតហើយថាពនាងប្រកាសជាមនុស្សដែលឈួតលីលានិយាយស្ដាប់គ្នាបានអញ្ចឹងណាក៏ចូលទៅដល់ខាងក្នុងហើយក៏ចាប់ផ្ដើមដករបស់ចេញពីក្នុងថង់យាមមកអញ្ចឹងណាពនាងក៏បានសួរថាតើលោកកំពុងតែចង់ធ្វើអីហ្នឹងអញ្ចឹងណាទៅបានមន្ត្រីចាស់ហ្នឹងថាទូបង្គំកំពុងតែរៀបក្បួនដើម្បីព្យាបាលពនាងនឹងហើយទៅពនាងថាអ្នកឯងមិនបាច់មកព្យាបាលយើងទេបើសិនណាបើអ្នកឯងចង់ព្យាបាលយើងឲ្យជាអ្នកឯងឆាប់នាំបរិះដែលយើងជួប
nâng vô mà ao dương màu dương đừng chia đầy ai hai chồng ngư nâng ngò vậy chứ bên nó muốn trai trang tha bên riêng giấy mà đạp cái ban nâng men mình nuôi cột nè bơ mình nuôi cột giấy đạp cái ở chỗ này để tay ní cứ bên riêng giấy đạp cái vô này nè tao ban muốn trai trang nâng còn giấy tha bao bên riêng trong ban mà ro nâng đàn đá bên riêng tao xông pra bể đa luôn anh tử tu bằng công mình áp chia ba bên riêng chia thế pro ấy mà riêng mình men nuôi cột phong nè chẳng có thoai bằng công lia tập tao bình bây để lia tập tao bình có tới chụp nâng pra ong hay prap thà pra ong mà cha pra niên mình ban chốt đôi pra ong mà cha này giấy tê đôi chân này hai tu bằng công mình áp chia ban tê chẳng xung pra ong pa hai chỉ vật tu bằng công từ chẳng mình nói pra ong không đái bằng ồn bọn này anh chia ba cô nhưng mình chia dương miệt thôi tam pịa để dương này chơi tới có cái do mình trai nâng vô tới pa hai chỉ vật từ chaក្រោយពីមន្ត្រីនឹងបានស្លាប់ទៅហើយព្រះអង្គក៏ចាប់ផ្ដើមដាក់រាជប្រកាសទូទាំងរាជធានីទូទាំងប្រទេសជិតខាងនឹងគឺថាឲ្យតែអ្នកណាអាចមកព្យាបាលបុត្រីជាគឺព្រះអង្គបកគោរាជបល្ល័ង្កនឹងបុត្រីឲ្យធ្វើជាភរិយាហ្នឹងហើយដល់អញ្ចឹងទៅពេលដែលប្រកាសនឹងចាប់ផ្ដើមបិទគឺមានមនុស្សតម្រង់ជួរមកជាហូរហែពេលហ្នឹងគឺមានហោរាម្នាក់បានមកថ្វាយបង្គំព្រះអង្គហើយសុំទៅព្យាបាលព្រះនាងពេលនឹងគេក៏នាំយកទៅព្យាបាលអញ្ចឹងគ្រាន់តែហោរានឹងទៅដល់ពីមុខព្រះនាងកំពុងតែគុនគូដកនេះរបៀបថាដកខ្សែម៉ែត្រខ្សែអីមកវាស់វែងអីចឹងណាបងប្អូននៅហើយគេពងគិតណាគិតក្បួនហោរាព្រះនាងសួរតើអ្នកឯងកំពុងតែធ្វើអីនឹងអញ្ចឹងថាទូបង្គំកំពុងតែព្យាបាលព្រះនាងហើយកំពុងតែចាប់ដើមខាបយកបិសាចដែលនៅក្នុងខ្លួនព្រះនាងនឹងដាក់ចូលក្នុងកឡោនេះអញ្ចឹងព្រះនាងថាយើងមិនបានឈួតដូចជាអ្នកឯងនិយាយទេអ្នកឯងឆាប់ត្រឡប់ទៅវិញទៅគ្មានបិសាចអីចូលយើងទេអញ្ចឹងណាគឺយើងចង់ជួបតែបរិះដែលយើងស្រឡាញ់អញ្ចឹងទៅបានហោរានឹងដឹងដែរចេះតាមពិតព្រះនាងមានឈួតណាព្រះនាងមានជំងឺស្នេហានឹងអញ្ចឹងណាពេលហ្នឹងក៏ថ្វាយបង្គំលាព្រះនាងត្រឡប់ទៅវិញពេលដែលលាត្រឡប់ទៅវិញក៏ចូលទៅព្រះរាជវាំងហើយបានប្រាប់អាការៈដែលហោរានឹងបានជួបហើយប្រាប់ព្រះអង្គថាទូបង្គំមិនអាចព្យាបាលបុត្រីព្រះអង្គបានទេបុត្រីព្រះអង្គកំពុងតែមានជំងឺស្នេហាយ៉ាងធ្ងន់ធ្ងរចឹងព្រះអង្គខឹងថាចឹងមានតែម្យ៉ាងទេឯងត្រូវតែទទួលទោសប្រហារជីវិតចាពេលហ្នឹងក៏គេយកហោរានឹងយកទៅប្រហារជីវិតហើយរាល់អ្នកប្រហារជីវិតទាំងអស់បងប្អូនគឺគេបានយកក្បាលតម្រៀបនៅសងខាងខ្លោងទ្វារចូលព្រះរាជវាំងចឹងណាចាដើម្បីទុកជាភស្តុតាងអ្នកដែលមកព្យាបាលហើយយើងមិនបាច់និយាយច្រើនទេគឺថាក្បាលឡើងរាប់រយតែម្ដងសិតតែអ្នកមកហើយត្រូវព្រះនាងជេរស្ដីត្រឡប់ទៅវិញបែបនឹងឯងរហូតទាល់តែម្នាក់ខ្លាចរអាគ្មានអ្នកណាហ៊ានមកព្យាបាលព្រះនាងទេចានោះហើយនិយាយទៅគឺព្រះអង្គពិបាកចិត្តតាដឹងធ្វើម៉េចហើយយើងសុំស្លេះរឿងព្រះនាងត្រឹមប៉ុណ្្នឹងសិននោះនិយាយពីមេដោះបងប្អូនមេដោះនឹងគឺអ្នកចិញ្ចឹមមើលថែព្រះនាងតាំងពីក្មេងហើយកាលនៅទូចមេដោះនឹងមានកូនប្រុសម្នាក់ដែរចាហើយកូនប្រុសនឹងបើកដោះជាមួយនឹងព្រះនាងហើយស្រឡាញ់គ្នាដូចបងប្អូនបកើនហើយសម្រាប់កូនប្រុសរបស់មេដោះនឹងមានឈ្មោះថាម៉ាសាវ៉ាន់ចាហើយអញ្ចឹងទៅគឺថាជាមួយនឹងព្រះនាងនឹងគូស្រឡាញ់គ្នាណាស់ប៉ុន្តែដោយសារតែម៉ាសាវ៉ាន់នឹងបានសុំម្ដាយនឹងទៅរៀនសិលសាស្ត្រនៅប្រទេសក្រៅចឹងក៏ទៅបាត់រាប់ឆ្នាំទៅក្រោយពីម៉ាសាវ៉ាន់នឹងបានហាត់រៀនវិជ្ជាចេះសពបែបសពយ៉ាងហើយម៉ាសាវ៉ាន់នឹងក៏ត្រឡប់មកប្រទេសចិនវិញចាពេលដែលត្រឡប់មកដល់ក៏ធ្វើដំណើរចូលតាមខ្លងទ្វារព្រះរាជវាំងតែអ្វីដែលចម្លែកនឹងគឺថាឃើញអមសងខាងផ្លូវចូលនឹងសិតតែក្បាលមនុស្សទាំងអស់ពេលនឹងធ្វើឲ្យម៉ាសាវ៉ាន់នឹងគឺថាសែនឆ្ងល់ចាហេតុអីបើមានក្បាលមនុស្សនៅពេញទឹកពេញដីអញ្ចឹងពេលនឹងហើយក៏ម៉ាសាវ៉ាន់នឹងគឺទៅរកម្ដាយចាហើយម្ដាយនោះពេលលឺកូនប្រុសត្រឡប់ចូលមកស្រុកវិញគឺសប្បាយចិត្តក៏បានមកជួបជាមួយនឹងកូនប្រុសនឹងហើយពេលហ្នឹងក៏ម៉ាសាវ៉ាន់នឹងចាប់ដើមសួរម្ដាយថាអ្នកម្ដាយតើមានរឿងហេតុអ្វីបានជាកូនឃើញហេតុការណ៍នៅខ្លងទ្វារនឹងបែបតក់ស្លុតបែបនេះទៅម្ដាយក៏ប្រាប់ថាកូនប្រុសរឿងវាបែបនេះឯងគឺថាបងស្រីដែលបើកដោះជាមួយនឹងឯងហ្នឹងមានរឿងបែបនេះអញ្ចឹងក៏មេដោះនឹងគូរៀបរាប់តាំងពីដើមដល់ចប់ប្រាប់ទៅម៉ាសាវ៉ាន់នឹងពេលដែលម៉ាសាវ៉ាន់នឹងស្ដាប់ឮហើយមានអារម្មណ៍ថាចាអានិតបងស្រីដែលបើកដោះជាមួយគ្នានឹងអញ្ចឹងណាតែហេតុអីបានមានកម្មបែបនេះក៏ប្រាប់ម្ដាយថាអ្នកម្ដាយ
cô nó trong từ chụp cho mùi những bong sậy bàn mà đong bàn ọt trứng á đai mình toàn hiên săn giá tê côn ấy lớn ní mà đai xông tên thì dây cho mùi những chăm cúc sân đói xa ta lớn nâng cứ tăng nè cây mình áo trôi chuột nâng phần niếng đẹp đa tên là côn đói xa cây cất thắp phần niếng min cho người bị co chờ rực chân côn chăm mà đai chăm tháng ngày sai tháng ngày trăng mình mà đai nhưng mà ao đồng nâng côn chân ma sờ ván còn nơi chăm mà đai cha nọ bê đai mẹ đo nâng tầng dây cho mùi chăm cục cha nẹ diêm thuy á cha hay đời xa tay nẹ diêm thuy nâng cha màu thâm mình chứ ở sợ đăng rừng mình niếng tề chân tới có mẹ đo bàn prap tha nẹ chăm cục nhâm sông sườn núm po mùi bàn ọt nhâm trong noam đôi tha côn sray quả mình dậy tha côn prói nè cha quạt họ tha côn sray rồi bạc nhôm nước màu bị ngay chân tới cứ tha trong mà chủ bong sray để bao đo cho mùi khi nó cứ bền niếng nữa á đôi xa tên lực rồi lực pe trong sông lục ảnh thì nhạt po sân chơi lục mình bạc plei tê khi mình là ao trôi tê bền giờ chân chăm khúc com chảy chứa bông ồn này chân tháp bàn chân chăm noam mà cho chẳng á hay bên nâng hai cứ mẹ đó có bàn tập rap bên niếng to thì chẳng tha lớn ní mà sao bạn ta lọc màu bên hai bên niếng chẳng hay trong mà chụp cho mùi bên niếng chẳng thức bên niếng tha bán hai ấy rương ấy mình bán khi mình na cái ham mình nói bong ôn chụp khi na chẳng á chàng chẳng tới còn mẹ đó bàn tập rap mà sao bạn mình thay lỡ con ai châu thì chụp bàn hay còn bàn tay con từ tay luôn thôi chỉ sợi nó anh trước có liệp bẹ rung ấy chẳng tới hay đọc về châu tới có khi mình là chập ở rộng đài sman đào sợi mẹ nó chàng hay chúng có châu tự đó ở khung cả lại mình ti khung khang hay có bàn chụp nâng bền niếng hay có thoai bằng cung ấy chẳng tới bền niếng sợ bài chẩn na tha ôi bong nực ôn na tap ôn bắt tên na du mà lên chẳng á hay chẳng tới vậy mà đôi nơi đăng nhiên được một ôn chẳng câu mà sao bạn nâng tha ôn ban sẽ đáp rương khla khla pi nè mà đai hai pi bong sray á bong sray trong vậy vậy mình thay mà bên vậy khi mình sẽ tu rồi hái mà sao bạn nâng hai tại khuôn anh che cả buôn đài một ôn chập đam đọ rương cơ đầu chân bị không có bộ màu bên những xưa thay trẻ ôn cầm phong thưa ấy nừng chẳng á tha bong nơi ở nghiêm trăm ôn triệu ba bong chẳng bên nước bong nước có tha ôn có cái tháp bong chuột đây mình này bong mình ban chuột tê lớn đi bong đừng riệp rọp rương để bong ban chuột tăng bị đam đo chọc oi ôn sạp mình chẳng cổ riệp rọp rương ra rồi hô toa tai một ban chỉnh chiên bỏ ra play một in chân tử bên nước mà sao bán có kịch tha ô tam bật đó rương ní bật trẻ phi này ha tôi trên dây phạm nè na có cây mình chữa đại bong sray đôi chân nó hai ôn xôm xăm là da nặng bong tha ôn nâng đa cốt bật tê từ rộng mà núp pro đại bong trong chụp nâng ai khơi hay đò rạp na bệ đẹp ôn thật lọc màu vinh đọt nằm nâng miền này thả ôn ai cái rộng bờ đó nâng khơi hai bán ôn mà chụp bong vinh bên nâng cơ tha phần miếng miên rừng không chập đám trong ru lằng vinh chẳng á bong ôn cha hay chân có một câu cách ca song khăn nâng ao tới mà sao ván nâng cha bên nâng mà sao ván nâng tranh bị bự chụp vàng từ vinh chập đám điệp trong luôn hay nhân có thua đầm nào tranh bị cha pi bật tay chân nâng từ cha hay thua đồng lá tam phơi nâng cứ tham mà nè anh giấy pi bên niềng bạt đua nó cướp nè thà bên niềng chuột bên niềng vừa coi chả được ấy chẳng á cứ nơi cướp thì cả lại lư ta kê giấy bị đường bên niềng tê chẳng mà sao bán chạy thua đồng lá từ rồi hốt rọp khai tới có trô từ đó tực đây bật tay mùi tiệt cha tực đây một số một nó con tại từ đó tực đây nó lên lư kê giấy pi bên niềng bạt đua hết lư kê này dây hồng pi bỏ ông mà cha camera xăm ảnh bên nó cứ mà sao bán chập đám chập ở ròm hay có xua pi bộ vọt rồi bỏ camera xăm ảnh bàn kê vậy pram chân tứ bên nó mà sao bán nó khơi vậy ô sao bọn đa cứ đôi chi mà cha bong mà lấy sất tại tam rồi mà nu đại kh루 ai sờ lạnh ở khơi chứ á nói bên nó cứ miên sòng không tại mà đòn cha bên nó có xuไปchi chôn rồi nâng tha ta thua đôi mình đây cho bạn khuôn ai tờ rô bà ông mà cha camera sắm ăn khơi cho anh kê prap tha bà ông mà cha cứ sao riêng nơi có mùi đại miên cho một thằng khá là đòn hay rồi hai con nâng bị trao nè kê thua đầm nào tam pleu cô của bạn pleu tực của bạn tay xong là pleu để chất nâng cứ pleu tực chứ á bên nâng cứ ban đầm rồi bên nâng hái cứ mà sao bán chập đam ở tẹo tôn cho mùi nè cặp ba kê có chi tơi cho mùi cái nè hơi pe để chi tơi nước bong ồn chất đo lại nước á bên tay đời xa tay nhiều viên nước ba gọt phải giặt co tự bốc cho mùi nước tang thấm mỏ bên nước cứ mà sao bán nó có họ lột tranh pi trà nhiều viên nước hai cổ
ចេះតែហែលទៅដោយសារតែម៉ាសវណ្ណបកកែហែលទឹកចាហែលទៅរហូតទៅដល់នោះជើងសសងព្រះរាជវាំងរបស់ព្រះអង្គម្ចាស់សហសម័ននឹងដែលជាបិតារបស់កាមារាសម័ននឹងបងប្អូនពេលនឹងហើយគឺជួបនឹងព្រះអង្គម្ចាស់ហើយនឹងលោកនាយករដ្ឋមន្ត្រីគេឃើញអញ្ចឹងក៏គេជួយស្រង់ឡើងមកលើចាហើយពេលដែលលោកនាយករដ្ឋមន្ត្រីនិងព្រះអង្គម្ចាស់សហសម័នជួបទៅដូចមាននិស្ស័យជាមួយនឹងម៉ាសវណ្ណអញ្ចឹងបងប្អូនគេក៏ព្យាបាលជាហើយរួចហើយក៏និយាយសន្ទនាគ្នាលេងអញ្ចឹងណាទៅក៏លោកនាយករដ្ឋមន្ត្រីថាចេះលោកម៉ាសវណ្ណយើងមើលទៅលោកគឺជាមនុស្សដែលចេះដឹងមានចំណេះឆ្លាតវៀងវៃណាស់លោកក៏មិនមែនជាមនុស្សធម្មតាដែរមែនអត់ចឹងបានប្រាប់ថាទូបង្គំគឺមកពីប្រទេសចិនអីអញ្ចឹងណាក៏ប្រាប់រៀបរាប់ទៅហើយអញ្ចឹងទៅក៏លោកនាយករដ្ឋមន្ត្រីក៏ចាប់ផ្ដើមនិយាយអំពីព្រះអង្គម្ចាស់កាមារាសាមញ្ញថាប្រសិនណាបើលោកអាចព្យាបាលជំងឺរបស់ព្រះអង្គម្ចាស់ជាមិនដឹងថាល្អយ៉ាងណាទេអញ្ចឹងណាពេលគ្រាន់តែឮឈ្មោះព្រះអង្គម្ចាស់កាមារាសាមញ្ញគឺម៉ាសវណ្ណអហ្មងបងប្អូនរបៀបថាមនុស្សដែលខ្លួនតាមរចាទៅក៏បានប្រាប់ទៅលោកនាយករដ្ឋមន្ត្រីថាខ្លួនចង់ទៅចូលគាល់ព្រះរាជបុត្របានអត់ចឹងណាចឹងទៅបានលោកនាយករដ្ឋមន្ត្រីនិយាយថាលឺព្រះរាជបុត្រចង់ជួបលោកដែរនឹងអញ្ចឹងណាទៅក៏នាំទៅចាពេលដែលនាំទៅដល់ទៅក៏ថ្វាយបង្គំឃើញព្រះអង្គម្ចាស់ជាឪពុកនឹងអង្គុយនៅគៀនកូនរហូតការពារកូននោះចាចុះកូនគិតទៅពីឈឺរិញរៃឬស្នេហានឹងហើយពេលហ្នឹងគ្រាន់តែចូលទៅដល់ទៅគឺម៉ាសវណ្ណហ្នឹងក៏ថ្វាយបង្គំចាព្រះរាជបុត្រថ្វាយបង្គំព្រះអង្គហើយរួចហើយក៏ចាប់ដើមធ្វើការសន្ទនាគ្នាក៏តែចាប់ដើមសន្ទនាគ្នាគឺមានអារម្មណ៍ថាព្រះរាជបុត្រចាប់ផ្ដើមមានបតីរីករាយទឹកមុខស្រស់ថ្លាអញ្ចឹងក៏ព្រះអង្គចាប់ផ្ដើមរបៀបដូចថាធូបតីអញ្ចឹងណាបងប្អូនឪពុកដូចចាពេលហ្នឹងឪពុកឃើញកូនសុបាយចិត្តអញ្ចឹងក៏នឹកឃើញថាអញ្ចឹងកំឡោះដូចគ្នាអញ្ចឹងឲ្យគេនិយាយគ្នាលេងទៅក៏ដើរចេញទៅក្រៅបន្ទប់ទៅណាចាហើយស្រាប់តែពេលហ្នឹងម៉ាសាវ៉ាន់បងប្អូនគឺចាប់ផ្ដើមសូត្រជាកាបឃ្លោងឃ្លានៅយប់រាត្រីដែលរាជបុត្របានជួបជាមួយនឹងព្រះរាជធីតាចាពេលនោះស្រាប់តែព្រះរាជបុត្រាស្ដាប់ដោយយកចិត្តទុកដាក់មានអារម្មណ៍ថាភ្ញាក់កញ្ញាងតែម្ដងថាលោកហេតុអីបានជាលោកដឹងសាច់រឿងនៅក្នុងរាត្រីយប់នោះទាំងខ្ញុំមិនដែលនិយាយប្រាប់អ្នកណាទេហេតុអីបានជាលោកដឹងរឿងនេះលំអិតបែបនេះទៅបានម៉ាសាវ៉ាន់ក៏រៀបរាប់ប្រាប់ថាក្សត្រីដែលលោកតែងតែដេកសម័យចង់ឃើញមុខនឹងគឺនាងបុត្ររបស់ស្ដេចប្រទេសចិនដែលមានព្រះនាមហៅថាកៃអ៊ូហើយព្រះរាជបុត្រីនឹងមានព្រះនាមហៅថាបាទឌួគឺថាទូបង្គំស្គាល់ប្រសិនណាបរិជ្ជបុត្រចង់ជួបនឹងព្រះនាងពិតមែនណាខំថែរក្សាសុខភាពឲ្យមាំទាំទូបង្គំនឹងចាត់ចែងឲ្យព្រះអង្គទៅជួបព្រះនាងឲ្យបានពេលនឹងព្រះរាជបុត្រអណាស់ពេលដែលព្រះរាជបុត្រព្រះរាជបុត្រក្រោកឡើងប្រាប់គេឲ្យនាំទៅចាមួយទឹកមួយអីអញ្ចឹងណាពេលនឹងហើយព្រះបិតាណាគឺថាអូយមិនដែលឃើញបុត្រខ្លួនឯងសប្បាយហើយក្រោកមកចង់បរិភោគនេះបរិភោគនោះព្រោះអីអត់សោយអីយូរណាស់មកហើយដូចថាលេខមិនរួចទេបងប្អូនពេលនឹងគឺព្រះអង្គឲ្យគេទូលស្គាល់ទូទាំងប្រទេសប្រកាសធ្វើបុណ្យចែកទានចែកលុយដល់មន្ត្រីដល់មនុស្សក្រីក្រអីដូចថាសុបាយចិត្តពេកហើយចាប់ពីនឹងមកគឺព្រះរាជបុត្រចាប់ផ្ដើមថែសុខភាពខ្លួនឯងឡើងជាមកដូចដើមវិញអញ្ចឹងណាបងប្អូនពេលនឹងហើយគឺព្រះរាជបុត្របានឲ្យហៅម៉ាសាវ៉ាន់នឹងមកថាឥឡូវនេះសុខភាពខ្ញុំមាំទាំហើយអាចធ្វើដំណើរបានហើយសូមលោកជួយខ្ញុំផងតើខ្ញុំត្រូវធ្វើមិនបានខ្ញុំអាចជួបព្រះនាងបានអញ្ចឹងណាក៏ប៉ុន្តែអ្វីដែលខ្ញុំបារម្ភព្រះបិតាខ្ញុំស្រឡាញ់ខ្ញុំណាស់មិនដែលឃ្លាតខ្ញុំមួយវិនាទីណាទេធ្វើមិនដែលព្រះអង្គព្រមឲ្យខ្ញុំទៅងាយអញ្ចឹងណាពេលហ្នឹងគឺព្រះរាជបុត្រចាប់ដើមហូរទឹកនេត្រាអញ្ចឹងណាបងប្អូនចាដូចថាពិបាកចិត្តមិនដឹងដោះស្រាយយ៉ាងណាពេលហ្នឹងម៉ាសាវ៉ាន់ថាសូមព្រះអង្គជឿទុកចិត្តទូបង្គំចោះដោយសារតែទូបង្គំនឹងត្រូវជាប្អូនប្រុសដែលបៅដោះរួមមួយនឹងព្រះនាងបាទឌួដូច្នេះហើយទូបង្គំក៏ចង់ឃើញបងស្រីមានសុភមង្គលដូច្នេះទូបង្គំនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យព្រះអង្គទាំងពីរបានជួបគ្នាអ
និយាយចឹងហើយយើងមានផែនការមួយគឺថាព្រះរាជបុត្រាត្រូវសុំប្រាប់បិតាថាទៅក្រសាលព្រៃដើម្បីបរបាញ់សត្វចឹងយើងនឹងឆ្លៀតពេលនឹងដើម្បីយើងទៅត្រូវរៀបចំសេះសម្រាប់ព្រះអង្គមួយហើយនឹងសេះមួយទៀតសម្រាប់ផ្លាស់ប្ដូរហើយនឹងរៀបចំប្រដាប់ប្រដាសពបែបសពយ៉ាងចឹងពេលនោះគូថាបាននិយាយដឹងគ្នាហើយគឺថាព្រះរាជបុត្របានទៅសុំព្រះបិតាប្រាប់ព្រះបិតាថាខ្លួនចង់ទៅលំហែឲ្យធូរខ្លួនចឹងណារិសានៅសង្ងំក្នុងព្រះរាជវាំងយូរហើយពេលបិតាលឺអញ្ចឹងក៏យល់ចិត្តបុត្រថាទៅក៏ទៅកូនអញ្ចឹងណាក៏ប៉ុន្តែកូនទៅហើយត្រូវស្អែកត្រឡប់មកដល់ព្រះរាជវាំងវិញបិតាមិនអាចបែកពីបុត្របានទេពេលឪពុកយល់ព្រមហើយគូអមែនតើចាពេលហ្នឹងក៏រៀបចំរបស់របរហើយជាស្រេចហើយចាពេលព្រលឹមឡើងក៏ចេញដំណើរទៅហើយធ្វើជាបបបាញ់ជីកសាលព្រៃអីចឹងទៅរហូតតតែធ្លាក់ថ្ងៃរសៀលទៅចាប់ដើមបោះរបៀបថាបោះជំរុំដើម្បីសម្រាកអញ្ចឹងណាចាហើយរួចហើយពេលតែសោយអីរួចក៏នាំគ្នាសងំរហូតតតែព្រលឹមងងឹតស្រាងហ្នឹងពេលហ្នឹងគឺថាមកសវណ្ណផ្ដើមដាស់ព្រះរាជបុត្រទៅតែអត់ដាស់អាមាត្យទាំងពីរអ្នកនឹងទេហើយពេលហ្នឹងគឺចាប់ផ្ដើមជីសេះម្នាក់មួយរៀងខ្លួនអញ្ចឹងទៅចាហើយពេលហ្នឹងគូជីរហូតទៅដល់ផ្លូវបំបែកពេលទៅដល់ផ្លូវបំបែកគឺថាម៉ាសវណ្ណចាប់ផ្ដើមអូសសេះមួយចូលទៅក្នុងព្រៃហើយបានចាក់សម្លាប់សេះនឹងបន្ទាប់មកទៀតគឺឲ្យព្រះអង្គនឹងបដូរសម្លៀកបំពាក់ជាអាមាត្យហើយយកសម្លៀកបំពាក់ព្រះរាជបុត្រនឹងគឺចលក់ជាមួយនឹងឈាមសេះនឹងហើយហែកឲ្យដាច់អាយាយអញ្ចឹងណាពេលហ្នឹងគឺថាព្រះរាជបុត្រសួរថាម៉ាសវណ្ណតើឯងធ្វើបែបនេះមានន័យថាម៉េចចឹងថានេះគឺជាឧបាយមួយព្រះរាជបុត្រគឺថាព្រះបិតារបស់ព្រះអង្គស្រឡាញ់ព្រះអង្គណាស់ដូច្នេះហើយពេលធ្វើបែបនេះទៅអ្នកគ្រប់គ្នាពេលដែលមកដល់ផ្លូវបំបែកប្រកាសជាឃើញឈាមប្រឡាក់នឹងសម្លៀកបំពាក់ដូច្នេះគិតហើយថាប្រហែលជានៅពេលដែលពួកយើងជិះសេះលេងហ្នឹងគឺប្រហែលជាមានសត្វសាហាវអីខំហែកស៊ីអីអញ្ចឹងណាដូច្នេះហើយគេប្រកាសជាគិតថាព្រះរាជបុត្របានសោយទីមង្គតហើយបិតារបស់ព្រះរាជបុត្រអាចឈឺចាប់ប៉ុន្តែឈឺចាប់តែម្ដងបើសិនណាបើមិនដឹងពីសុខទុក្ខព្រះរាជបុត្រទេប្រកាសជាព្រះអង្គឲ្យគេគាស់រំលើងផែនដីនឹងរកព្រះរាជបុត្រតតែឃើញដូច្នេះយើងពិបាកធ្វើដំណើរណាសុខចិត្តឲ្យព្រះអង្គយល់ច្រឡំថាព្រះរាជបុត្រសោយទីមង្គតវិញប្រសើរជាងពេលហ្នឹងគឺថាព្រះរាជបុត្របានសរសើរថាម៉ាសវណ្ណឯងពិតជាមានខួរក្បាលឆ្លាតវៃមែនអញ្ចឹងក៏ធ្វើតាមកិច្ចនឹងហើយក៏នាំគ្នាជិះសេះទៅណាបងប្អូនពេលទៅធ្វើដំណើរនឹងគូថារាប់ខែដែរចាបានទៅដល់នគរប្រទេសចិនចាពេលដែលទៅដល់នគរប្រទេសចិនហ្នឹងគឺថាម៉ាសវណ្ណនេះអត់នាំទៅផ្ទះទេគឺនាំទៅរកផ្ទះសំណាក់នៅខាងក្រៅចាហើយពេលហ្នឹងហើយគឺនាំគ្នាសម្រាប់នៅផ្ទះសំណាក់ហ្នឹងបន្ទាប់មកទៀតកាត់កៅអៅសម្លៀកបំពាក់ជីហោរាឲ្យទៅព្រះរាជបុត្រហ្នឹងផ្លាស់ចាពាក់ធ្វើដូចជាហោរាគ្រូទាយគ្រូអីចឹងចាពេលដែលពាក់ហើយក៏បាននាំព្រះរាជបុត្រនឹងយកទៅស្គាល់នៅជាវាំងចាដើម្បីពេលនេះគឺថាឲ្យដើរទៅម្នាក់ឯងកុំឲ្យគេសង្ស័យម៉ាសវណ្ណនោះចានឹងហើយចឹងក៏ប្រាប់គ្នាដឹងទីកន្លែងអីហើយដល់ស្អែកឡើងពេលហ្នឹងគឺថានេះរាជបុត្រពាក់កៅអៅជាហោរាហើយដើរទៅកន្លែងខ្លោងទ្វារពេលដែលដើរទៅងាកឆ្វេងស្ដាំសុទ្ធតែក្បាលមនុស្សដែលគេកាត់តម្រៀបបងប្អូនចាហើយពេលហ្នឹងគឺប្រជាជនមករោមមើលអញ្ចឹងណាថាអ្នកកំឡោះអ្នកនៅក្មេងណាស់ហេតុអីបានជាអ្នកយកជីវិតមកបោះចោលបែបនេះអ្នកមិនស្ដាយជីវិតទេអីឲ្យព្រះអាទិទេពសូមជួយអ្នកកំឡោះម្នាក់នេះផងបដូរចិត្តគេទៅកុំឲ្យគេចូលទៅព្យាបាលបាបនាងអីដឹងតែទៅនឹងដឹងតែអស់ជីវិតហើយអញ្ចឹងថាព្រះរាជបុត្រថាមិនអីទេខ្ញុំអាចព្យាបាលជំងឺពនាងជាសូមអ្នកទាំងអស់គ្នាកុំខាត់ខ្ញុំអីអញ្ចឹងពេលនឹងគេថាអើយដឹងតែថាអ្នកឯងនឹងទៅគ្មានសល់ជីវិតមកវិញទេព្រោះអីគេដឹងមេរៀនហើយបងប្អូនថាពនាងគ្មានអ្នកណាព្យាបាលជាទេអញ្ចឹងនឹងគូថាព្រះរាជបុត្រចេះតែស្រែកឲ្យគេឆាប់នាំខ្ញុំចូលទៅក្នុងទៅខ្ញុំចង់ទៅព្យាបាលពនាងស្រែកអញ្ចឹងទៅអត់មានណានាំទៅទេរហូតទាល់ឮទៅដល់ពួកទាហានអីក៏គេយកទៅប្រាប់ព្រះរាជាចាពេលហ្នឹងគឺថាព្រះរាជាក៏ឆ្ងល់ថាជុំអ្នកណាគេមកទៀតហើយអញ្ចឹងអត់រៀងអញ្ចឹងហ្នឹងហើយអញ្ចឹងក៏ឲ្យគេហៅចូលពេលទៅចូលទៅដល់គឺថាព្រះរាជបុត្រថ្វាយបង្គំចាស្ដេចក្រុងចិនចាពេលដែលស្ដេចក្រុងចិនគ្រាន់តែកលេចឃើញទៅមានអារម្មណ៍ថាអ្នកកំឡោះនេះគួរអាណិតណាស់អាយុនៅតិចទៀតមិនសមណាមកលះបង់ជីវិតទៅទេអញ្ចឹងទេថាអ្នកកំឡោះឯងអាចបដូរចិត្តបានណាដោយសារតែយើងអាណិតអ្នកកំឡោះឯងយើងមិនចង់ឲ្យអ្នកកំឡោះឯងមកបន្ថយជីវិតអញ្ចឹងទេរបៀបថាព្រះរាជបុត្រនឹងប្រាប់ថា
សូមព្រះអង្គជឿទុកចិត្តលើទូបង្គំចោះថាទូបង្គំអាចព្យាបាលជំងឺពនាងជាទូបង្គំមិនឲ្យព្រះអង្គអស់សង្ឃឹមទេអញ្ចឹងពេលនឹងព្រះអង្គថាតាមតែចិត្តឯងទៅបើសិនណាបើឯងអាចព្យាបាលកូនរបស់យើងជាមែនយើងនឹងលើកនាងឲ្យតែឯងអញ្ចឹងថាឥឡូវកុំឲ្យខាត់ពេលយូរព្រះអង្គឆាប់ឲ្យគេនាំខ្ញុំទៅដំណាក់របស់ព្រះនាងទៅអញ្ចឹងពេលហ្នឹងក៏ព្រះអង្គបញ្ជាឲ្យគេនាំទៅចាពេលដែលនាំទៅនោះគូថាបរិជ្ជបុត្រដើរលឿនណាស់ឡើងអ្នកយាមគេថាចេះលោកបញ្ញាប់ទៅណាលោកមិនដូចអ្នកដតីសោះអ្នកដតីពេលមកគឺថាដើរយឺតអញ្ចឹងណាហើយចូលលោកបញ្ញាប់ទៅណាដើរមុនខ្ញុំលោកទៅរកកន្លែងឃើញអត់អញ្ចឹងថាខ្ញុំចង់ទៅជួបពនាងឲ្យបានលឿនអញ្ចឹងថានាយឆ្មាំទ្វារនឹងរបៀបថានិយាយរបៀបពីអសរោដែរអញ្ចឹងថាឯងទៅមានតែអស់ជីវិតនឹងឯងបញ្ញាប់ទៅណាអញ្ចឹងពេលនឹងហើយគឺច្អល់ថានោះដំណាក់ពនាងគ្រាន់តែក៏លើឃើញឡើងស្រក់ទឹកភ្នែកបងប្អូនមានអារម្មណ៍រំភើបគាត់ថាខ្លួនចិត្តបានជួបហើយអញ្ចឹងដើរទៅក៏ឆ្មាំទ្វាររៀបស្គប់នៅនឹងថាហេតុអីមិនលោកមិននាំខ្ញុំចូលទៅអញ្ចឹងថាយើងចង់ឲ្យឯងគិតមើលម្ដងទៀតឯងសម្រេចចិត្តឲ្យច្បាស់ទៅអញ្ចឹងថាឥឡូវលោកចង់ឲ្យខ្ញុំព្យាបាលនៅនឹងក៏បានដែរនេះមិនបាច់ចូលដល់ទៅជួបពនាងទេថាខ្ញុំពិតជាគ្រូដែលខ្លាំងមែនណានិយាយអញ្ចឹងចាហើយអញ្ចឹងទៅក៏ឆ្មាំគុកថាតាមតែចិត្តលោកឯងទេអញ្ចឹងលោកឯងធ្វើមិនក៏ធ្វើទៅពេលហ្នឹងគឺថាបរិជ្ជបុត្របានដកกระดาษមួយស្លឹកហើយនឹងបិចចាគឺចាប់ផ្ដើមសរសេរចាសរសេរសម្បត្តិនោះគឺមានអត្ថន័យថាអក្ខរាថ្លាថ្លែងតែងសេចក្តីថ្វាយដល់ក្សត្រីប្រសើរសមកាមេរ៉ាសាមញ្ញទូលបង្គំលើកដៃប្រណម្យក្រោមបាតម្លប់សូមទ្រង់សន្តោសប្រោសមេត្តាទោះខុសម្ដេចម្ដាសូមប្ររពសូមថ្លែងចាចែងការពីយុគចង់រៃឧបទ្រពមួយនោះណាដែលទ្រង់បានឃើញរូបបុរសមុខមាត់ស្រស់បោះគួរចេតនាគឺទូលបង្គំអង្គអាត្មានឹកស្ទើរជីវ៉ារលត់បងដោយសារបានជួបរាជក្សត្រីភ័ក្រភោព្រឹមព្រៃស្រស់បញ្ចង់តាមទំនើងគិតចិត្តចំណងចាប់ភ័ក្រភោផង់ទុកក្នុងប្រាណតែទាស់ក្សត្រីផ្ទុំនឹងថ្កល់នឹងរកយោបល់ឯណាបានដើម្បីតើនក្សត្រីកល្យានឲ្យចាក់សម្រានពេលនោះណាតែទុកទាំងនោះសូមឈប់ថ្លែងដើម្បីសម្ដែងតែសញ្ញាដែលទូបង្គំផ្ញើអរាលើរូបថ្លៃថ្លាកំពុងផ្ទុំការតើនក្សត្រីឃើញឥតផលព្រោះនិន្ទ្រាថ្កល់បីដូចភ្នំហេតុនេះបានជាទូបង្គំខំបដូរទម្រង់រឿងរិទ្ធីការបដូរចិញ្ចៀនទុកផោះតាងទុកជាសំណាងស្នេហាពិតបើទ្រង់មិនជឿសូមរិះគិតព្រោះត្បិតចិញ្ចៀនផ្ញើតាមសារបើទ្រង់ទទួលទម្រង់ស្រេចសូមទ្រង់សម្រេចផ្ញើវិញណានៅទម្រង់ខ្ញុំជាសញ្ញាសេចក្តីស្នេហាក្សត្រីថ្លៃបើទ្រង់ទទួលដោយស្មោះស្ម័គ្រទូលបង្គំហាក់អពេកក្រៃសប្បាយជាងគេក្នុងលោកីជាងអស់ប្រុសស្រីគូសង្សារបើទ្រង់រឹងត្អឹងមិនអាណិតនោះសំជីវិតបងអាសាស្លាប់ដោយក្តីស្នេហ៍ស៊ូតាមការហៅស្លាប់អស់ចានាពិភពទូលបង្គំចាំក្នុងស្ថានទីចាំស្ដាប់នារីដោយគោរពបើទ្រង់តបវិញស្បើយទុកគ្រប់សូមចាក់ឧបទ្រពបើកនិស័យពេលហ្នឹងគឺបានសរសេរសារនឹងរួចហើយចាអញ្ចឹងទៅក៏របៀបថាដោះអញ្ជិនពីដៃមកខ្ចប់ឲ្យហុចទៅឲ្យនាយឆ្មាំគុកចាពេលហ្នឹងនាយឆ្មាំគុកបានហើយក៏កាន់ឡើងលឿនចូលទៅជួបនឹងចាពនាងចាពេលដែលហុចឲ្យពនាងលាមើលពនាងចាប់អារម្មណ៍តែរឿងអញ្ជិនទេគ្រាន់តែឃើញអញ្ជិនហើយពនាងចាប់ផ្ដើមអានគ្រាន់តែអានឲ្យបងប្អូនពនាងរំភើបពេកយកស្រក់ទឹកភ្នែកហូររហាមហើយចាប់ផ្ដើមផ្ដាច់ចង្វាក់ខ្លួនឯងបងប្អូនរត់ចេញមកក្រៅពេលដែលរត់ចេញមកដល់ទៅគ្រាន់តែកលេសឃើញគឺនៅចាំមុខមាត់របស់បរិជ្ជបុត្រកាមេរ៉ាសាមញ្ញក៏រត់ទៅអោបគ្នាហើយយំអញ្ចឹងណាចាពេលហ្នឹងគឺថានាយឆ្មាំគុកកលេសឃើញបែបនេះគូអនណាពេលអនហ្នឹងគូរត់ទៅប្រាប់បរិជាទៅចានៅចន្លោះហ្នឹងគឺមេដោះចាបាននាំ
ពនាងហើយនឹងបរិជ្ជបុត្រនឹងចូលទៅក្នុងបន្ទប់វិញហើយអ្នកទាំងពីរគាត់ទៅពីអោបយំនឹកគ្នាអញ្ចឹងណាចានោះនិយាយពីបរិជ្ជាវិញអនណាពេលនោះគូធ្វើដំណើរយ៉ាងលឿនមកដល់បន្ទប់បុត្រីចាពេលនឹងហើយថាយើងជឿហើយថាឯងគឺជាមនុស្សដែលពូកែមែនដែលអាចព្យាបាលបុត្រីយើងឲ្យស្រស់បោះឡើងវិញបែបនេះដូច្នេះយើងនឹងលើកបុត្រីរបស់យើងឲ្យទៅឯងព្រះអង្គបាននិយាយថាតែសម្រាប់យើងមើលទៅឯងមិនមែនជាមនុស្សធម្មតាទេព្រះបុត្រាបានប្រាប់ថាទូបង្គំក៏ជាខត្តយៈត្រកូលដែរគឺថាមានព្រះបិតាមានឈ្មោះថាសហសម័នឯម្ដាយទូបង្គំមានឈ្មោះថាហ្វាទីមហើយសោយរាជនៅលើកោះមួយដែលមានឈ្មោះថាខារ៉ាដងចឹងទៅពេលដែលព្រះអង្គប្រទេសចិនស្ដាប់ឮហើយមានអារម្មណ៍ថាប្រទេសនេះយើងពិតជាមិនដែលឮឈ្មោះពិតមែនយើងពិតជាចង់ស្គាល់ឲ្យបានច្បាស់ជាងនឹងអីនិយាយអញ្ចឹងចាអញ្ចឹងក៏ចាប់ផ្ដើមចាត់ឲ្យគេរៀបពិធីអភិសេកភ្លាមតែម្ដងបងប្អូនចាគឺពិធីអភិសេកនេះគឺធ្វើយ៉ាងកក្រឹកកក្រែងហើយអ្នកទាំងពីរក៏បានសំបំណងដោយប្រាថ្នាអញ្ចឹងណាបងប្អូនចាសម្រាប់ពិធីអភិសេកនេះផងគឺគេធ្វើជារៀងរាល់ថ្ងៃរាប់ខែអញ្ចឹងណាដើម្បីរំលឹកដល់ស្នេហារបស់អ្នកទាំងពីរដោយវាអស្ចារ្យពេកចាដែលបណ្ដាលឲ្យមកបានជួបគ្នាទាំងម្នាក់មួយនៅជើងមេឃមកខាងម្នាក់អញ្ចឹងចាព្រះនាងបាឌូហើយនឹងព្រះរាជបុត្រាខមរាសាមញ្ញក៏រស់នៅដោយសុខសាន្តជាមួយគ្នារៀងរហូតក៏ប៉ុន្តែសាច់រឿងហ្នឹងគឺខ្ញុំមិនចង់ឲ្យបងប្អូនភ្ញាក់ពីសុបិនល្អបែបនេះទេប៉ុន្តែរឿងនេះអត់ទាន់ចប់ទេបងប្អូនចាមិនមែនថា happy ending ហើយទេណាអត់ទាន់ទេចាអញ្ចឹងទៅគឺនៅមានវគ្គបន្តទៀតសាច់រឿងមួយនេះគឺចង់បង្ហាញថាគឺថាស្នេហាដែលឃើញគ្នាតែមួយផ្លែតមួយយប់ហ្នឹងបងប្អូនគឺថានៅដកជាប់ក្នុងដួងចិត្តរៀងខ្លួនហើយអញ្ចឹងគឺថាតាមស្វែងរកគ្នាតតែជួបពិតមែនអញ្ចឹងណាបងប្អូនចាណាហើយអញ្ចឹងសូមស្លេះឲ្យបងប្អូនដកអារម្មណ៍ជាមួយនឹងសុភមង្គលអ្នកទាំងពីរសិនទៅណាចាំវគ្គក្រោយទៀតនឹងមានរឿងភ្ញាក់ផ្អើលជាងនឹងទៅទៀតអញ្ចឹងណាថាជារឿងអ្វីចាអញ្ចឹងខ្ញុំក៏អរគុណសូមជម្រាបលា